nhóm năng mà thưa ca xuân nom toa pi lộc kẹn dụng rong rồi body SB chắc mà sao mấy nhóm máu còn đâu chẳng ngày năng khơi tham miền là văn trôi cho mình tên ô có cho là hết ấy ban chia mà dẫn năng miền là văn dứt trao đen stia mẹ người ta mau bị ấy ấy mới tiếc ha DSB admin từ nuôi trailer ca từ tuaรับรองបញ្ហាvănបញ្ហាថាវិការបាត់បង់ទេតែជាការពិតទេបងចង់ដឹងថាតើថ្ងៃហ្នឹងមានvănតំណែងពីញើក្នុងស្រុកនៅក្នុងភ្នំពេញហ្នឹងមកដល់អត់ចង់ឃើញអតិថិភាពអតិថិជនតលតែគាត់ធ្លាប់ឮពាក្យចាមរាមអីណាមួយឬក៏មិនទាន់សង្ស័យណាមួយឲ្យគាត់មកសួរខ្ញុំតលក្នុងការបន្លំខ្លួនធ្វើជាអ្នកក្រឹតដឹកជូនរបស់ក្រុមហ៊ុន DSB ជាមួយនឹងបងប្រុសទៅកងឡានឥឡូវហ្នឹងយើងខលទៅភ្ញៀវអានេះយឺតប្រហែលជាប្រហែលខែបងអូចូល2ខែ3ខែចូល2ខែប៉ុន្តែបងមានបាត់អវ៉ាន់អីនៅហ្នឹងប៉ុន្តែសួរទីមិនបងដូចមានបញ្ហាចូលអត់ទេបងអត់ទេចាចាំបារាមទេក្រុមហ៊ុន DSB នៅតែបន្តឈរជើងធម្មតាទំនួលខុសត្រូវចំពោះអវ៉ាន់ចំពោះថវិកាទាំងអស់បងកុំជឿពាក្យចាចាំបារាមខ្ញុំនឹងមកធ្វើការសួរនាំផ្ទាល់ពីលោកអគ្គនាយករងរបស់ DSB អញ្ចឹងមិនសាមិញខ្ញុំមកគាត់នៅអញ្ចឹងថ្ងៃហ្នឹងឃើញថាមានអវ៉ាន់ចូលច្រើនមែនទែនអវ៉ាន់កកស្ទះឬក៏ដូចជាការដឹកជញ្ជូនយឺតយ៉ាវហ្នឹងវាកត្តាមកពីអីខ្ញុំនឹងជម្រាបជូនបងប្អូននៅក្នុងនោះលោកអគ្គនាយករងគាត់ចុះមកធ្វើការផ្ទាល់ជាមួយនឹងអតិថិជនតែម្ដងបងប្អូនហើយសូម្បីខ្ញុំជាប្រាក់សេវាកម្មនៅ DSB ផ្ទាល់ក៏ខ្ញុំឆ្ងល់ដែរអញ្ចឹងឃើញថាគាត់កំពុងតែធ្វើការដោះស្រាយមើលគាត់រួចដៃតិចចាំមើលទៅសួរនាំគាត់អានេះទិញអវ៉ាន់ហ្នឹងដែរយូរនៅយូរដែរនេះបងឃើញលោកអគ្គនាយករងនេះមិនសួរគាត់បងសួរបងមួយរយៈហ្នឹងមិនថាទាំងខ្ញុំមិនថាទាំងបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកគ្រប់គ្រងហៅថាសេវាកម្ម DSB មានទាំងបញ្ញាមានទាំងការជួយទិញពីចិនមកគាត់ឆ្ងល់ថាហេតុអីបានជាមួយរយៈហ្នឹងមានអវ៉ាន់យឺតយ៉ាវរាំងស្ទះម៉េះគឺតាមកពីអីទេហើយមួយទៀតគេថា DSB អត់មានទំនួលខុសត្រូវលើការទទួលរ៉ាប់រងបញ្ហាអវ៉ាន់បញ្ហាថវិកាបាត់បង់ទេតែជាការពិតទេបងអូខេទី1យឺតយើងទទួលស្គាល់ថាយឺតបាទហើយយឺតនេះមិនមែនតែ DSB ទេព្រោះនៅពេលដែលវៀតណាមរឹតបន្តឹងព្រំដែនទៅកែប្រែ policy មួយចំនួនធ្វើឲ្យគ្រប់ក្រុមហ៊ុនយឺតទាំងអស់អញ្ចឹងបាទ DSB មានទូច្រើនបាទជាមធ្យមយើងមានអីវ៉ាន់ចូលនៅឃ្លាំងរបស់យើងនៅចិនចន្លោះពី3ទៅ6ទូហើយដល់ពេលអញ្ចឹងអីវ៉ាន់យើងជាប់ស្ទះនៅព្រំដែនវៀតណាមចិនហ្នឹងក៏ច្រើនដែរហើយយើងត្រូវ stand by ចាំនៅហ្នឹងដើម្បីចូលមកខ្មែរប៉ុន្តែចាំយូរទៅយើងអត់មានដំណឹងយើងក៏សម្រេចចិត្តថាយើង return ទូរបស់យើងទាំងអស់ហ្នឹងទៅចិនវិញច្រកសារថ្មីទឹកតាមផ្លូវទឹកអញ្ចឹងអានីតិវិធីធ្វើឯកសារបែបបត់ដើម្បី return ទូទៅកងជើវិញយើងត្រូវតម្លាក់ទូយើងត្រូវឡើងទូថ្មីត្រូវរៀបចំឯកសារបំពេញបែបបត់ឡើងតាមផ្លូវទឹកទៅការពេលវេលាទាំងអស់ដោយសារទូយើងច្រើនទៀតអញ្ចឹងធ្វើឲ្យអីវ៉ាន់របស់យើងគឺមែនតើមកដល់បានច្រើនមែនតើហើយប៉ុន្តែដោយសារយើងមានទូច្រើនអញ្ចឹងហើយវានៅឃើញមានអីវ៉ាន់មួយចំនួនធំទៀតអត់តាន់បានដល់ឲ្យភ្ញៀវទេដោយសារទូយើងច្រើនអញ្ចឹងណាបាទប៉ុន្តែប្រហែលជាសប្តាហ៍ក្រោយនេះអីវ៉ាន់មកដល់អស់ហើយបាទដោយសារខ្ញុំប្រើសេវាកម្មតែ DSB មួយអញ្ចឹងមិនមែនមានថាតែ DSB ទេដែលយឺតយ៉ាវមានក្រុមហ៊ុនផ្សេងក៏យឺតយ៉ាវដែរក្រុមហ៊ុនផ្សេងយឺតយ៉ាវដែរប៉ុន្តែក្រុមហ៊ុនខ្លះក៏ដល់ស្រែបានលឿនបាទក្រុមហ៊ុនខ្លះក៏ដល់ស្រែបានរៀងយូរដោយសារពេលខ្លះអាចថាទូច្រើនទូតិចឧទាហរណ៍ទូតិចអញ្ចឹងទៅវាដោះបានលឿនអញ្ចឹងណា DSB ទូច្រើនយើងដឹងហើយ DSB ភ្ញៀវរបស់យើងបច្ចុប្បន្ននេះមាន7 million អ្នកឯងអញ្ចឹងអ្នកប្រើសកម្មរបស់យើងច្រើនមួយថ្ងៃជាមធ្យមចន្លោះពី3ទៅ6ទូបាទហើយក្នុងមួយទូហ្នឹងមានភ្ញៀវមានអីវ៉ាន់ដែលជាជាង10000កញ្ចប់អញ្ចឹងភ្ញៀវរបស់យើងមួយថ្ងៃគឺរាប់ម៉ឺនភ្ញៀវដែលប្រើប្រាស់សកម្មរបស់យើងអញ្ចឹងណាទូយើងច្រើនយើង return មកវាអត់បានទាំងអស់ហើយឃ្លាំងរបស់យើងនេះក៏រៀងស្ទើរដែរអញ្ចឹងបើសិនជាមកទាំងអស់ហ្មងក៏យើងអត់មានឡែកដាក់ដែរអញ្ចឹងយើងធ្វើតាមនីតិជួបបន្លំ3ទូ4ទូមករាល់ថ្ងៃដើម្បីយកបានឲ្យភ្ញៀវអញ្ចឹងបាទអូខេបងពាក់ព័ន្ធនឹងការយឺតយ៉ាវខ្ញុំស្ដាប់មកសមហេតុសមផលហើយព្រោះជាក់ស្ដែងអវ៉ាន់ខ្ញុំយឺតចូល2ខែហើយពេលវេលាដែលបងនិយាយថាការ return ទៅវិញហើយដឹកជូនមកតាមផ្លូវទឹកមកវិញវាបូកសរុបទៅវាត្រូវហើយចុះចំពោះបញ្ហាដូចមានការលើកឡើងមិនថាតាមបណ្ដាញសង្គមតាមបងប្អូនទេគេនិយាយថាក្រុមហ៊ុនអត់ទូទាត់ថវិកាវិញអាហ្នឹងវាជាការពិតឬក៏មិនបងរឿងដកលុយដកអីមែនតើហ្នឹងខ្ញុំអ្នកកាន់ operation ផ្ទាល់ខ្ញុំធ្វើការងារមួយធីមរបស់ខ្ញុំនិងធីម finance របស់ខ្ញុំទៀតយើងដកលុយភ្ញៀវរាល់ថ្ងៃហើយថ្ងៃខ្លះដកដល់យប់ទៀតក៏មានដែរតែដោយសារចំនួនភ្ញៀវច្រើនយើងដឹងថា DSB ភ្ញៀវច្រើនអញ្ចឹងពេលខ្លះយើងដកឲ្យគាត់អត់តាន់អញ្ចឹងណាយើងនឹងចាំស្អែកមួយអញ្ចឹងបាទដើម្បីធ្វើការងារជូនគាត់អញ្ចឹងមិនមែនដូចជាគេនិយាយថាក្រុមហ៊ុន DSB បិទកន្លែងបិទក្រុមហ៊ុនអត់មានទទួលខុសត្រូវឲ្យភ្ញៀវទេឃើញថាមានឡានកុងតឺន័រចេញចូលទម្លាក់អវ៉ាន់មិនទម្លាក់ពេញថ្ងៃនោះអស់អវ៉ាន់លេងតិចទៀតមក3ទូទៀតហើយបាទបាទតិចទៀតមកដល់3ទូទៀតឯងបើជា3 4ទូទៀតអីវ៉ាន់ចូលរាល់ថ្ងៃអញ្ចឹងណាបាទពេលមកដល់ពេលអញ្ចឹងយើងមានម៉ាស៊ីនចែកចាយសតជាងអីវ៉ាន់ហ្នឹងគឺវាចែកចាយលឿនអញ្ចឹងបើទូមកដល់ទម្លាក់អស់យើងធ្វើអស់ភ្លាមដោយសារយើងមានម៉ាស៊ីនចែកចាយអីវ៉ាន់ទំនើបអញ្ចឹងណាបាទសូមអធិស្ឋានចំពោះអាយឺតយ៉ាវហ្នឹងប៉ុន្តែនឹងមកអស់ក្នុងពេលឆាប់នេះហើយក្នុងនាមខ្ញុំជាអ្នកប្រើសេវាកម្ម DSB ដែរក៏មានការដឹកជូនមករៀងលឿនហើយពេលខ្លះក៏មានការយឺតយ៉ាវអញ្ចឹងខ្ញុំមកផ្ទាល់ខ្ញុំយកសម្ដីលោកអគ្គនាយករងបងប្រុសសង្គ្រាមផ្ទាល់ឲ្យគាត់បកស្រាយហេតុផលអញ្ចឹងពីបងទៅមានអីដូចជាផ្ញើសារឬក៏គ្រប់ជូនព័ត៌មានទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើសេវាកម្មក្រុមហ៊ុន DSB អត់ដើម្បីឲ្យគាត់នឹងមានអារម្មណ៍ថា DSB គឺជាក្រុមហ៊ុនរបស់កូនខ្មែរពិតមែនទេបងបាទអរគុណច្រើនមែនតើនៅគឺពួកយើងរបស់កូនខ្មែរ 100% អត់មាន share របស់បរទេសណាទេអញ្ចឹងណាបាទយើងបង្កើតឡើងកវៃកឆ្នាំម្ដងមកនេះគឺ10ឆ្នាំហើយបាទយើងក៏ផ្សាយនេះយើងជួបបញ្ហាច្រើនហើយយើងតែងតែរិះរោបមធ្យោបាយនីតិវិធីក្នុងការដើរទៅមុខទៀតធម្មតារស់ស៊ីបើតែជួបឧបសគ្គជួបបញ្ហាអញ្ចឹងហើយប៉ុន្តែអីដែលយើងនៅធ្វើគឺយើងអត់បោះបង់យើងនៅតែបន្តបំពេញកាតព្វកិច្ច
ភារកិច្ចទំនួលខុសត្រូវដល់ភ្ញៀវរបស់យើងអញ្ចឹងខ្ញុំចង់បញ្ជាក់ផងដែរថាឥឡូវនេះផ្លូវគោករបស់យើងដឹកបានវិញហើយមានរយៈពេល5ថ្ងៃក៏មាន6ថ្ងៃក៏មាន7ថ្ងៃក៏មានដឹកពីកងជើររហូតមកដល់ពេញនេះអញ្ចឹងបងប្អូនបន្តដាក់អីវ៉ាន់បន្ថែមទៀតដើម្បីគ្រប់គ្រងក្រុមហ៊ុនខ្មែររបស់យើងហើយពីខ្ញុំទៅគ្រប់ staff របស់ខ្ញុំទាំងអស់គឺសច្ចានិង commit បញ្ញាចិត្តថានឹងព្យាយាមបំពេញសកម្មកម្មឲ្យបានល្អបំផុតទៅកាន់អតិថិជនរបស់យើងចុងក្រោយបាទសូមអរគុណទៅដល់ភ្ញៀវទាំងអស់ម្ដងមកនេះយើងមានភ្ញៀវរបស់យើង register app របស់យើងប្រើហ្នឹងគឺ 891,000 ជាងនាក់ចំនួននេះគឺច្រើនណាស់បាទច្រើនណាស់ពួកខ្ញុំគ្មានអីក្រៅពីអរគុណព្រោះភ្ញៀវរបស់យើងភ្ញៀវធំក្តីភ្ញៀវតូចក្តីភ្ញៀវទាំងអស់គឺជាអ្នកមានគុណរបស់យើងព្រោះភ្ញៀវរបស់យើងនឹងឯងគឺជាអ្នកដែលធ្វើឲ្យយើងអាចមានចំណូលអាចចិញ្ចឹមបុគ្គលិករបស់យើងជិត 1000 នាក់មានការងារធ្វើហើយក៏ផ្ដល់ឱកាសឲ្យយើងអាចបំពេញនៅតម្រូវការបំពេញនៅសកម្មជូនភ្ញៀវរបស់យើងបានអញ្ចឹងណាបាទអញ្ចឹងខ្ញុំអរគុណច្រើនដល់កម្មភ្ញៀវទាំងអស់បាទអរគុណបងអរគុណអញ្ចឹងជាចុងក្រោយចេះបងខ្ញុំចង់ដឹងថាតើថ្ងៃហ្នឹងមានអវ៉ាន់តំណែងភ្ញៀវក្នុងស្រុកនៅក្នុងភ្នំពេញហ្នឹងមកដល់អត់ចូលរួមសັບផ្សាយមួយ DSB ដែរខ្ញុំចង់ចោះទៅផ្ទាល់បន្លំខ្លួននឹងដឹកដើម្បីចង់ដឹងពីចំណាប់អារម្មណ៍របស់អតិថិជនប្រកួតមានមន្ទិលសង្ស័យរឿងអីមួយនឹង DSB ខ្ញុំនឹងសួរនាំគាត់ផ្ទាល់បងអនុញ្ញាតខ្ញុំនឹងធ្វើការបន្លំខ្លួនទៅបុគ្គលិកមកបងអាចទៅបានដោយសារថ្ងៃនេះមានភ្ញៀវគាត់ request ដឹកដល់ផ្ទះច្រើនគាត់សាមដែរអញ្ចឹងដឹកទៅផ្ទាល់បងដែរបាទអូនចង់ឃើញអតិថិភាពអតិថិជនផ្ទាល់តែគាត់ធ្លាប់ឮពាក្យចាមរាមអីណាមួយឬក៏មន្ទិលសង្ស័យណាមួយឲ្យគាត់មកសួរខ្ញុំផ្ទាល់ក្នុងនាមជាបុគ្គលិកចង់អរគុណច្រើនបងបងប្អូនទាំងគ្នាឥឡូវខ្ញុំធ្វើការបន្លំខ្លួនធ្វើជាអ្នកក្រឹបដឹកជញ្ជូនរបស់ក្រុមហ៊ុន DSB ជាមួយនឹងបងប្រុសទៅកងឡានឥឡូវហ្នឹងយើង call ទៅភ្ញៀវដើម្បីយើងដឹកជញ្ជូនជូនគាត់ហើយយើងសួរនាំព័ត៌មានគាត់ថាពាក់ព័ន្ធនឹងតំណែងពាក់ព័ន្ធនឹងការទិញរបស់គាត់នឹងរយៈពេលប្រហែលហើយការ delay រយៈពេលប្រហែលអាវ៉ាន់នេះយឺតប្រហែលជាប្រហែលខែបងអូចូល2ខែ3ខែចូល2ខែប៉ុន្តែបងមានបាត់អាវ៉ាន់អីនៅហ្នឹងអត់នៅសល់អាវ៉ាន់ច្រើនទៀតនៅសល់អាវ៉ាន់ច្រើនទៀតបានដឹងព័ត៌មានអីខ្លះពីក្រុមហ៊ុន DSB ឥឡូវអត់ដឹងផងដឹងថាមានការផុសយឺតយ៉ាវអាវ៉ាន់អីចឹងទៅបាទគាត់ថាមានការពាក់ព័ន្ធជាមួយនឹងការតាំងដល់ឲ្យជួយប្រព័ន្ធផងបាទអារឿងនោះវាជារឿងផ្សេងទេបើតែជាក់ស្ដែងក្រុមហ៊ុននៅតែបន្តឈរជើងដែរហ៎បងបាទបែងប្រើសេវាកម្មក្រុមហ៊ុន DSB យូរនៅហើយយូរហើយព្រោះតែអាវ៉ាន់ហ្នឹងចូល2 3ខែបាទពាក់ព័ន្ធនឹងក្រុមហ៊ុន DSB ដែលយើងបានដឹងច្បាស់ពីក្រុមហ៊ុនមកហ្មងក្រុមហ៊ុននៅតែបន្តទទួលខុសត្រូវចំពោះការយឺតយ៉ាវចំពោះលុយកាក់ពួកអីគ្រប់យ៉ាងហើយក្រុមហ៊ុននៅតែបន្តបើកធម្មតាទេបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំដឹកជូនបងបាទអញ្ចឹងអាវ៉ាន់នេះត្រូវต้องឆែកមើលបាទហើយចាំមើលមានអាវ៉ាន់អីទៀតចាំមើលក្រុមហ៊ុនការងារក្រុមហ៊ុនការងារតាក់ទងមកបងទៀតណាបាទអរគុណច្រើនបងជម្រាបលាបងបាទបងអានេះកំងយូរនៅបងកំងយូរហើយបងต้องធ្លាក់បាទដឹងហើយបងមួយយ៉ាងនេះមានបញ្ហាដឹកជញ្ជូននៅបងប៉ុន្តែសួរទីមកបងដូចមានបញ្ហាជាថាខាង DSB ពេលថាគេចាប់អីមិនមេអ្នកទីមិនអីអញ្ចឹងថា DSB យើងកំងឲ្យបានអត់ទេបងអត់ទេចាចាំបារាមទេក្រុមហ៊ុន DSB នៅតែបន្តឈរជើងធម្មតាទំនួលខុសត្រូវចំពោះអាវ៉ាន់ចំពោះថវិកាទាំងអស់បងកុំជឿពាក្យចាចាំបារាមចង់ពេញជាល្បីមកយ៉ាងថាចាប់មេចាប់អីហើយអញ្ចឹងខ្ញុំលេងកំងឲ្យបានមានណាបង CEO យើងនៅធម្មតាទេបងវាព័ត៌មានគាត់តែជាព័ត៌មានទេបងចាំមើលខ្ញុំផុសនៅក្នុង page ខ្ញុំបញ្ជាក់ពាក់ព័ន្ធនឹងនេះដែរអញ្ចឹងណាបងបាទអាវ៉ាន់អីបងកំងបានធម្មតាថ្ងៃនេះកុងតឺន័រទូចូលច្រើនមែនតើបងមានអាវ៉ាន់ដែលយឺតប្រហែលខ្ញុំកំងកៅអីបានប្រាប់ដាក់មកខ្ញុំធ្វើដែរក៏ពេលបាទពេលខ្ញុំពេលអញ្ចឹងខ្ញុំលេងកំងដល់បាទកុំបារម្ភបងអត់បញ្ហាទេបងអាចបន្តកំងបានឥឡូវនេះយើងសម្រួលពាក់ព័ន្ធដឹកជញ្ជូនទេបងរឿងខាងវៀតណាមបាទអរគុណបងទីទៀតបងដឹកជញ្ជូនជូនបងបាទផាយជាកន្លះម៉ោងនេះម្ដងទៀតក៏បានទេបងបាទបងបាទទទួលបាទអរគុណបងប្អូនចេញទៅអរគុណមិនមែនខ្វះក្រុមហ៊ុនក្នុងការដឹកជញ្ជូនទេប៉ុន្តែនៅក្នុងកៅបេះដូងខ្ញុំផ្ទាល់ណាខ្ញុំក៏ជាអ្នកប្រើសេវាកម្មដឹកជញ្ជូន DSB ដូចបងប្អូនដែរហើយខ្ញុំក៏មានការកកស្ទះថវិកាដូចគ្នាព្រោះខ្ញុំជាអ្នករស់ស៊ីដែរបងប្អូន DSB បានបង្កើត10ឆ្នាំជាងហើយក្រុមហ៊ុនបោះគុណខ្មែរខ្ញុំគ្រាន់តែមានបេះដូងមួយគិតថាខ្ញុំចង់ចាំកាលពីសង្គ្រាមខ្ញុំអត់មានឡានដឹកជញ្ជូនទេក្រុមការងាររបស់ខ្ញុំសូម្បីតែលុយហូបបាយខ្ញុំមានតែស្បៀងដែលសប្បុរសធម៌គាត់ឧបត្ថម្ភឲ្យនៅពេលនោះមានតែក្រុមហ៊ុន DSB ទេដែលបានតាក់ទងមកខ្ញុំថាបងអូនចង់បានឡានប៉ុន្មានទាំងឡានដឹកស្បៀងទាំងឡានដឹកក្រុមការងារធ្វើដំណើរបងជូនប៉ុណ្ណឹងព្រោះយើងពេលនោះពិបាករ៉ូឡានណាតែធំដាក់តំណែងបានច្រើនហើយគាត់មិនមែនជួយតាមរយៈយើងទេហ្នឹងហើយគ្រប់បាទសប្បុរសជនក្រុមហ៊ុនដែលគាត់បាទតម្រូវការមនុស្សដែលកំពុងតែត្រូវការបាទចាំបាច់ជួយដល់ជាតិមាតុភូមិមានតែ DSB បានតាក់ទងមកខ្ញុំទី1ទី2ខ្ញុំសួរថាចុះមិនដូរក្រុមហ៊ុនទៅបើសិនជាបញ្ហាម្ដងនោះហើយកុំឲ្យយករឿងសេចក្តីល្អមកលាយឡំខ្ញុំអត់អាចចាយលុយទៅលើក្រុមហ៊ុនបរទេសបានទេបងប្អូនព្រោះខ្ញុំមានបទពិសោធន៍ហើយដោយសារតែយើងរាប់សិបទសវត្សរ៍មកហើយខ្មែរយើងនៅតែបន្តគ្រប់គ្រងក្រុមហ៊ុនបរទេសផលិតផលបរទេសជាក់ស្ដែងដូចផ្ទះលេខ2បាទមានលុយទិញសភាវុធមានលុយមកធ្វើរឿងដែលថាខុសច្បាប់និងមនុស្សធម៌ជាច្រើនមកកាន់ប្រទេសជាតិដល់កំសត់មួយនេះអញ្ចឹងបេះដូងខ្ញុំមានតែបញ្ហាពីរហ្នឹងទេស៊ូយឺតសំខាន់ក្រុមហ៊ុនបានបោកប្រាស់ទំនុកចិត្តខ្ញុំហើយខ្ញុំបានមកដល់ផ្ទាល់ឃើញថាទំនិញចូលជារៀងរាល់ថ្ងៃជារៀងរាល់ពេលប៉ុន្តែក៏មានការដឹកជញ្ជូនជូនអតិថិជនទាំងដែរអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាអីពាក់ព័ន្ធនឹងសេវាកម្មក្រុមហ៊ុនដឹកជញ្ជូន DSB បងប្អូនអាចខមមិននៅក្នុងវីដេអូនេះបានក្រុមការងារនឹងចូលរួមដោះស្រាយជូនបងប្អូនដោយទំនួលខុសត្រូវខ្ពស់បំផុត